សួស្តីនេះគឺជាវីដេអូថ្មីដែលខ្ញុំនឹងបង្ហាញពីរបៀប add camera E12 ចូលទៅកាន់ app នៅលើទូរស័ព្ទដៃបាទអញ្ចឹងជំហានដំបូងគឺយើងត្រូវការ download ជាមួយនឹង app E12 តាមរយៈ App Store ឬក៏ Play Store បាទអញ្ចឹងនៅពេលដែលយើង download បានយើងត្រូវបង្កើតជាមួយនឹង account មួយសិនអញ្ចឹង account យើងអាចបង្កើតបានតាមរយៈ email ឬក៏លេខទូរស័ព្ទដែរបន្ទាប់ពីយើង register account បានវានឹងចេញលក្ខណៈបែបនេះបន្ទាប់មកទៀតយើងចុចពាក្យ add device អូខេកន្លែងនេះយើងរើសយក camera security camera ខាងលើនេះពីកាមេរ៉ារបស់យើងគឺយើងដោតភ្លើងវាហើយទៅអូខេនេះយើងអូខេនោះ allow permission បន្ទាប់មកទៀតយើង scan QR code នៅលើខាងក្រោមកាមេរ៉ាអញ្ចឹងមុននឹងយើងទៅឡើងយើងអាចថត QR code នឹងទុកដើម្បីងាយស្រួលយើងadd អូខេអញ្ចឹងពេលដែលយើង scan ហើយយើងចុចពាក្យ control នេះមក device on the open power on យើងនឹកបន្ត startអូខេអញ្ចឹងអានេះវា make sure ថាភ្លើងនៅលើកាមេរ៉ាវាលើកខៀវអញ្ចឹងយើងចុច click កន្លែងនេះមួយនឹកបន្តយើង open location permission អូខេកន្លែងនេះគឺយើងនឹង connect ទៅកាន់ Wi-Fi នៅទីតាំងរបស់យើងអូខេ connect Wi-Fi ដាក់ password ទៅតោះមកយើងនឹកកន្លែងនេះយើងត្រូវ connect ទៅកាន់ Wi-Fi hotspot របស់កាមេរ៉ាសិនអញ្ចឹងយើងចុចពាក្យ connect មកយើង connect successful បន្តមកយើងដាក់ឈ្មោះ Wi-Fi connected គឺយើងរើសថាទីតាំងកាមេរ៉ាយើងដាក់នៅទីតាំងណាឧទាហរណ៍ Platform registration successful តោះមកយើងចុច next បន្ត Configuration complete Welcome to EasyBiz អូខេចឹងនេះយើងនឹងបន្តទៀតទៅកន្លែងនេះគឺជា encryption password អញ្ចឹងកន្លែងហ្នឹងបើសិនជាយើងបដូរយើងដាក់ password ថ្មីអញ្ចឹងវានឹងជំនួស verify code នៅលើនេះ verify code របស់កាមេរ៉ារូបវាណាអញ្ចឹងបើសិនជាយើងអត់បានបើសិនជាយើង back វិញគឺវានឹងយកអា default verify code នៅលើ label នេះតែបើសិនជាយើងចង់ឲ្យងាយស្រួលចាំយើងអាច set password វាថ្មីដើម្បីបើសិនជាយើងអត់បានថតទុកអញ្ចឹងយើងចង់មើល verify code វាយើងត្រូវដោះកាមេរ៉ាហ្នឹងមកមើលអញ្ចឹងកន្លែងនេះយើងអាចដាក់set password របស់យើងទៅអូខេជំនាញអូខេមកทีนี้អាច live view មើលអូខេគេបន្តមកខ្ញុំអត់តាក់ទងជាមួយ function មួយចំនួននៅលើ app របស់ E-Service គេអញ្ចឹងខាងក្រោមនេះយើងមាន function មួយចំនួនបាទមាន snapshot បើពេលដែលយើងចូលមកកាន់ចុចវាមានយើង capture អានេះថតវីដេអូ playback ហើយ
two way talk ពេលចង់និយាយចុចនិយាយនេះតកតងមួយកម្រិតរូបយើងរើសdefinition ហ្នឹងយើងអាចរើសវា standard Full HD ឬក៏ Quad HD ហ្នឹងទៅតាម resolution របស់កាមេរ៉ារបស់យើងមាន sleep មាន alarm អានេះយើងបើក flash អូខេបន្តមកទៀតវាមាន function របស់កាមេរ៉ាមួយចំនួនទៀតនៅក្នុង setting របស់កាមេរ៉ានេះអូខេចូល setting មកនៅលើនេះវាមានទី1គឺឈ្មោះយើងអាចដូរឈ្មោះកាមេរ៉ារបស់យើងទី link setting អូខេយើងអាច link ទៅpreset អូខេ human tracking ឬក៏ preset land tracking អីចឹងទៅនេះintelligent detect មានន័យថា detect មនុស្សមាន detect vehicle image change បាទយើងអាចកំណត់ឲ្យវាចាប់មនុស្សឬក៏ចាប់ឡានម៉ូតូឬក៏រូបភាពវាផ្លាស់ប្ដូរអីវានឹង alarm វានឹង load notification អីចឹងទៅនេះ message កន្លែងយើងបើក receive notification អូខេអញ្ចឹងយើងបើកទៅ audio setting តកតងនឹងសលេងអូខេកន្លែងនេះគឺយើងបើកសលេងដើម្បីបើក microphone យើងអាចនិយាយឆ្លងឆ្លើយហ្នឹងកន្លែង video intercom នេះយើងអាចរើសយក voice call អានេះ intercom ទៅអូខេតមកទៀត image setting អញ្ចឹងលេខកូដខ្លះវាមាន WDR ភេទ WDR DWDR យើងបើកដើម្បីកាត់ពន្លឺអញ្ចឹងទៅអានេះជា image style image ដែលយើង display យើងមាន black night vision អូខេមាន color 24 ម៉ោងcolor night vision smart night vision អានេះពេលមាន motion detect អីវានឹងបាញ់ភ្លើងពេលយើងយកប៉ុន្តែយើងយក color គឺវានឹង color 24 ម៉ោងហើយបើយើង black night នេះយក auto មិនយប់ឡើងវាសក់ឡើងធម្មតាអូខេកន្លែងនេះគឺ flip image អាហ្នឹងគឺរូបភាពបច្ចេកជាអីគឺយើងបើកអាហ្នឹងទៅយើងបើកហ្នឹងទៅរូបភាពយើងមកត្រូវវិញនៅខាងក្រោមមាន live តទៅមួយភ្លើងគេ notification ទៅកាមេរ៉ានឹងបាញ់ flash ដែរអត់ទេអញ្ចឹងយើងអាចមើលទៅតាមលេខកូដរបស់កាមេរ៉ាមួយទៀតតទៅ network នេះតទៅនឹង Wi-Fi របស់យើងconnect ទៅ Wi-Fi មួយណាហ្នឹងទៅយើងអាច check មើល Wi-Fi របស់យើងហើយខាងក្រោមនេះគឺ share យើងអាច share device របស់យើងទៅកាន់ account មួយទៀតបាទកាន់ account ផ្សេងតាមរយៈ QR code ឬក៏យើងវាយលេខទូរស័ព្ទ email ដែលយើងចង់ share ទៅខាងក្រោម reset និង delete អូខេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងទេបាទសូមអរគុណ